យតែខ្ញុំបានមកលេងប្រាសាទអង្គរវត្តណានិយាយពីថាអារម្មណ៍ស្រស់ស្រាយមែនទែនប្រោថ្ងៃនេះប៉ះនឹងទីធ្វើសង្ក្រានអង្គរវត្តទៀតអញ្ចឹងទៅមានអារម្មណ៍ថាអូយសប្បាយមែនទែនថ្ងៃនេះជាថ្ងៃបុណ្យចូលឆ្នាំថ្ងៃទី2ប៉ុន្តែថ្ងៃនេះខ្ញុំមកដើរលេងនៅប្រាសាទអង្គរវត្តដោយសារគេធ្វើសង្ក្រានធំអញ្ចឹងទៅនិយាយពីថាខ្លងទ្វារនឹងវិញពុកម៉ែបងប្អូនគ្នាគឺល្បីមែនទែនស្អាតមែនទែនប្រោយហើយខ្ញុំដើរតាមនឹងគឺមនុស្សច្រើនមែនទែនអូយពុកម៉ែបងប្អូនគ្នានឹកស្មានមិនដល់ប្រោយនិយាយរួមទៅខ្ញុំដើរលេងហ្នឹងគឺខ្ញុំសំខាន់គឺខ្ញុំមើលតែជនជាតិទេមានអារម្មណ៍ថាពេលជនជាតិមកលេងប្រទេសយើងគាត់សប្បាយចិត្តអញ្ចឹងទៅយើងមានអារម្មណ៍ថាយើងក៏សប្បាយចិត្តដែរដោយសារយើងចាក់អារម្មណ៍ទាំងគាត់មានអារម្មណ៍ថាខ្ញុំចិត្តមើលគាត់អញ្ចឹងដែរបើខ្មែរខ្ញុំចាក់អារម្មណ៍ហ្មងគឺខ្ញុំមើលតែជនជាតិទេដឹងល្មិចមានអារម្មណ៍ថាឃើញគាត់ដើរញញុំអីចឹងទៅមានអារម្មណ៍ថាយើងក៏សប្បាយតាមគាត់និយាយរួមទៅខ្ញុំអ្នកនៅកូនអ្នកខេត្តសៀមរាបទេបងប្អូនទាំងអស់គ្នាប៉ុន្តែពេលថ្ងៃសង្ក្រាន្តនៅអង្គរវត្តរាល់តែឆ្នាំខ្ញុំអត់ដែរបានមកឃើញគេអញ្ចឹងតែឆ្នាំនេះខ្ញុំចូលថាចង់ឃើញគេម្ដងកុំគាត់ថាគេនៅខេត្តផ្សេងគេមកលេងអង្គរបានតែឯនៅខាងខេត្តខ្លួនឯងសោះអត់ដែរមកស្គាល់សង្ក្រាន្តសៀមរាបល្មិចប៉ុន្តែឆ្នាំនេះបានមកលេងហើយបងប្អូនទាំងគ្នាណាមួយទៅមកដែរតែមកលេងតែទឹកនៅក្នុងខេត្តអញ្ចឹងណាប៉ុន្តែនៅអង្គរអត់ដែរបានមកអញ្ចឹងមានន័យបងប្អូនទាំងអស់គ្នាសង្ក្រាន្តអង្គរវត្តសប្បាយមែនទែនប្រោយក្តៅយ៉ាងណាក៏សប្បាយដែរបងប្អូនទាំងគ្នាមិនខ្វះអីមើលទេនិយាយទៅថាសិល្បៈដូនតាយើងសម្ដែងពេញទៅនឹងប្រោយនិយាយទៅលើកស្ទួយប្រទេសជាតិខ្មែរយើងមែនទែនប្រោយខ្ញុំមានអារម្មណ៍ថាខ្ញុំដើរខ្លះទៅមានអារម្មណ៍ថាពេលយើងមើលទៅយើងសប្បាយចិត្តអញ្ចឹងណាអ្វីដែលយើងមិនដែលបានឃើញពីមុនមកអញ្ចឹងគេអញ្ចឹងគេរៀបចំមកអញ្ចឹងទៅវានោះទៅស្អាតពុកបានតែគ្នាហើយមនុស្សច្រើនមែនទែនប្រោយទោះជាខ្ញុំអ្នកនៅខេត្តសៀមរាបឃើញប្រាសាទអង្គរឡើងសាំភ្នែកយ៉ាងណាប៉ុន្តែមួយថ្ងៃនេះមានថាខ្ញុំប្លែកភ្នែកម្យ៉ាងដោយសារតែគាត់តែងតុបតែងយ៉ាងស្អាតមែនទែនប្រោយហើយមានគេមានឯងអញ្ចឹងទៅនិយាយទៅថាសប្បាយចិត្តមានតែប្លែកភ្នែកច្រើនមែនទែននេះខ្ញុំថតពេលព្រលឹមផងបងទាំងអស់គ្នាបើសិនតែថ្ងៃបន្តិចមនុស្សច្រើនមែនទែនដើរយើងដើរប្រជិតគ្នាប្រោយនេះគឺខ្ញុំថតពេលព្រលឹមដែរទេអញ្ចឹងមានសតុំដែរទេនិយាយទៅមេឃអាហ្នឹងដឹងមិនដែរបើថ្ងៃផងបិទថ្ងៃផងប៉ុន្តែក្តៅសាហាវវាបែកញើសអញ្ចឹងណាបងទាំងគ្នាអូនិយាយរួមទៅថានៅមុខអង្គរវត្តហ្នឹងវាក្តៅកាន់តែខ្លាំងអាសាអង្គរវត្តអត់មានដើមឈើនៅមុខពេលខ្ញុំទៅវាក្តៅមកប្រហើយអញ្ចឹងទៅខ្ញុំមកដើរមកលេងនៅកន្លែងកតុបតែងនៅកន្លែងកសិដ្ឋអង្គរបងទាំងគ្នានិយាយថាស្អាតមែនទែនបងទាំងគ្នាមើលតាមការគូនេះនិយាយថាខ្ញុំដើរ review ប៉ុន្តែមិនដឹងនិយាយពីស្អីទេដោយសារយើងអត់សូវដឹងពីវប្បធម៌ខ្មែរយើងអញ្ចឹងខ្ញុំឲ្យហ៊ានបើកសលេងស៊ីនទេអញ្ចឹងយើងអាចនឹងនិយាយបយសំលេងបានអីចឹងថ្ងៃនោះហត់ដូចជាមិនហត់ដែរបងទាំងគ្នាដោយសារតែវាសប្បាយចិត្តនឹងអ្វីដែលផ្លេចភ្នែកយើងអញ្ចឹងទៅក្តៅយ៉ាងណាហត់ប៉ុណ្ណាក៏មានអារម្មណ៍ថាវាធូរអារម្មណ៍អីចឹងណានិយាយពីថាបងទាំងគ្នានិយាយពីស្អាតមែនទែនបដ ដើរមើលបដយើងដើរពេកភ្លេចគិតថាគេថតរូបបើថាដើរទៅគេច្រឡំថតរូបហ្នឹងទៅមានអារម្មណ៍ថាខ្មាស់គេដែរអញ្ចឹងដោយសារតែគេព្រោះឈួតថតរូបឯងទៅ review ពីក្រោយអីចឹងទៅយើងភ្លេចមើលបងទាំងគ្នានិយាយរួមទៅអត់ដឹងបងទាំងគ្នាដើរញ៉ៃលះឡៃតែហ្នឹងបានដឹងថាកំពុងតែដើរទៅខាងលើទេអត់ដឹងតែអ៊ំស្រីគាត់ឈោថតទេអញ្ចឹងទៅគាត់មើលយើងមានអារម្មណ៍ថាខ្មាស់គាត់មែនទែនបណ្ដោយនេះអាកន្លែងទៅដឹងបងទាំងគ្នាចាំមើលគាត់មើលខ្ញុំមើលអាក្អូនអ៊ំកំពុងតែឈោថតអាក្អូនឯងឈោពីក្រោយអ៊ំយ៉ាប់មែនអាក្អូននេះមែនខ្មាស់គាត់មែនទែនខ្មាស់គេសាហាវបណ្ដោយតែហ្នឹងយើងរួមមានអារម្មណ៍ថាមើលវីដេអូតែហ្នឹងខ្ញុំទៅគាត់ឯងរហូតហើយក៏ខ្ញុំដើរមកខាងក្រោយខាងច្រាក់កសិដ្ឋអង្គរបងទាំងគ្នាគេតែងតម្លាក់មកខាងក្រោមវិញអូយមកទាំងគ្នាស្អាតមែនទែនបើដូចឋានសួគ៌មិនទេមិនដឹងមិនដូចកន្លែងតែហ្នឹងញ៉ាអារម្មណ៍ខ្ញុំគិតថាដូចនៅឋានលើអញ្ចឹងដោយសារស្អាតក្រាលព្រំក្រហមទៅមានដាក់សួស្ដីឆ្នាំថ្មីអញ្ចឹងទៅមានទេវតាហោះមានសួនច្បារអញ្ចឹងមានអារម្មណ៍ថាយ៉ាដូចនៅលើឋានសួគ៌អីអញ្ចឹងវាស្អាតមែនទែនបងទាំងគ្នាអូយនិយាយពីថាអូយនឹកស្មានមិនដល់បរោយកន្លែងតែនេះគឺខ្ញុំឈោកន្លែងសិនអង្គរតែគេតាមច្រាំងវិញមានរុកអ្នកបងទាំងគ្នាអ្នកនេះក៏ធ្វើបានស្អាតមែនទែនបរោយខ្ញុំឲ្យហ៊ានរុកកាន់ដែរហ្នឹងរៀងញើតដោយសារដូចមែនទែនពេកខ្ញុំនិយាយមែនខ្ញុំសរសើរនៅរៀបចំមែនគឺស្អាតមែនចិត្តផ្ចង់ល្អមែនទែនបរោយអូយបងទាំងគ្នាអើយឃើញតែវីដេអូប៉ុណ្ណឹងហើយទើបបងប្អូនឃើញនឹងខាងក្រៅខ្ញុំវិញយ៉ាងណាទេស្អាតណាស់មេខ្ញុំថតនៅខាងជុំវិញសិនអង្គុយមើលមកទាំងគ្នាមនុស្សច្រើនមែនទែននេះក្តៅមកទាំងគ្នាមានអត់ក្តៅថ្ងៃចាំងនឹងចៅនឹងចាំងនិយាយរួមទៅស្ដាយដែរហ្នឹងបងអើយដោយសារតែពេលយប់យកបានមកនៅដោយសារឡើយតែហ្នឹងគឺបើកភ្លើងពេលយប់ឡើងស្អាតអញ្ចឹងខ្ញុំបានតែមើលតែវីដេអូគេទេប៉ុន្តែខ្លួនឯងទៅលេងនៅ pub street វិញបងទាំងគ្នាយើងទៅបានមើលអញ្ចឹងណានិយាយរួមទៅតែដូចខ្ញុំពេលខ្ញុំឈោថតកន្លែងជីសេះណាបងទាំងគ្នាយីដូចសម័យពីដើមម្លេះដូចថាជីសេះជីអីនៅកន្លែងមុខវាងអីចឹងក្នុងរឿងអីចឹងណា
ôi xã đâu tụi này nè để căn bật tháo đào nên múc mướm tiền một tụi này bên múc soi thì cứ mướm lo mình tên bảo ấy nhưng mưa quạt đá nâng tận một quạt trong salon tam quạt ọt mình dùng so bảo thương mục định mướm bảo ấy vậy tên vậy mà điện hoạt đài chẳng bọc ôn mơ cái đồng lọc bám tí tớiរឿងធម្មតារបស់កីឡាករនេះមានសម្រាប់ចាញ់មានឆ្កែជារឿងធម្មតាសំខាន់គឺយើងសម្ដែងជួយទស្សនានៅពេលខ្ញុំនិយាយមែនពេលដែលមើលគេវាយគ្នាមិញបងប្អូនទាំងគ្នាគឺខ្ញុំព្រឺរោមបារោយសារវីដេអូនៅវិញប៉ុន្តែខ្ញុំកាត់តិចតិចអញ្ចឹងណាបងប្អូនទាំងគ្នាក៏ឈានមកដល់កន្លែងភូមិខ្ញុំគឺកន្លែងដែលស្អាតបំផុតប្រហែលខ្ញុំឲ្យមានដៃថាស្អាតហើយតែហ្នឹងភូមិខ្ញុំគឺមានកន្លែងគឺស្បែកគេឆ្លាក់ដោយដៃល្មិចបងប្អូនទាំងគ្នាច្រើនមែនទែនថាស្អាតទៅតែរបស់ខ្មែរយើងបារោយណានិយាយទៅស្អាតមែនទែនបងប្អូនទាំងគ្នាកន្លែងភូមិខ្មែរហ្នឹងមានកន្លែងគេលេងអុកលេងអីខ្ញុំទៅអូច្រើនបារោយបងប្អូនទាំងគ្នាគឺមានដូចថាជាភូមិមួយអញ្ចឹងមានខ្លះទៅគេលេងបែបជាប្រៃជាលត់អន្ទាក់លត់អីនេះលត់អន្ទាក់នេះបងប្អូនទាំងគ្នាអង្គទៅខ្ញុំចិត្តលេងមែនទែនបារោយគឺខ្ញុំលាក់ជាហត់ទេដោយសារតែពេលយើងលាក់ហ្នឹងគឺសុបាយវាងលោតទេបងប្អូនទាំងគ្នាហើយក៏មានចំបៃមានអីអញ្ចឹងណាបងប្អូនទាំងគ្នាអូច្រើនណាស់ចំបៃនឹងជាអីខ្ញុំទៅស្គាល់ដែរអញ្ចឹងបងប្អូនទាំងគ្នាមានគេរាំភ្លេងដៃបងប្អូនទាំងគ្នារំវងរំអីអញ្ចឹងហើយសិនអ្នកតារាមកពីរំពេញអញ្ចឹងខ្ញុំនិយាយមែនបងតអគ្នានេះកន្លែងក្អមហូរទឹកមកអូច្រឡំហូរទឹកហូរផ្លែឈើមកផ្លែឈើស្រស់បងតអគ្នាហើយក្អមហ្នឹងក៏ក្អមផាយធ្វើពីស្បដៅអញ្ចឹងណាខ្ញុំបានថ្មតបងតអគ្នានេះកន្លែងនំខ្មែរណាគឺខ្មែរយើងអ្នកលក់អញ្ចឹងទៅនេះផ្ទះភ្លេងខ្មែរអីចឹងណាបងតអគ្នាគឺមានគ្រប់បែបយ៉ាងទាំងអស់តែជាខ្មែរនេះកន្លែងកដាប់រុកដាប់អីចឹងទៅអូអត់សូវស្គាល់ទេបងតគ្នាដូចសារតែពេលខ្លះទៅភ្លេចអីចឹងណាខ្ញុំចាប់អារម្មណ៍ជាងគេគឺកន្លែងតំណឹងឧបករណ៍ខ្មែរយើងមានច្រើនមែនទែនអូយស្អាតណាស់បងតគ្នាអូយបានអត់សៀមអែលទេស្អាតមែនទែនប្រោយប៉ាកែធ្វើមែនទែនខ្មែរយើងណាពីវាថាខ្ញុំមើលស្អាតណាស់ហើយប្លុកខ្ញុំក៏មានតែប៉ុណ្្នឹងឯងបងតគ្នានៅតាមប្លុកទី2ប្លុកទី2គឺប្លុកលេងទឹកនៅក្នុងមុខវាំងណាបងតគ្នានៅក្នុងមុខវាំងបាយ